อัดกำบังในជំរឿសមុទ្ររណ្ដៅ Mariana Trench សូមស្វាគមន៍មកកាន់វីដេអូរបស់យើងស្ដីអំពីកន្លែងដែលអាចកម្បាំងបំផុតនៅលើភពផែនដី Mariana Trench ស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចរណ្ដៅ Mariana Trench គឺជាចំណុចជ្រៅបំផុតនៃមហាសមុទ្ររបស់យើងហើយជាកន្លែងដែលមនុស្សជាតិមិនសូវបានរករកច្រើននោះទេតែយើងអាចស្រមៃមើលចំណុចមួយនៅលើភពផែនដីដែលមានជម្រៅជ្រៅជាងកម្ពស់ភ្នំ Everest តែយើងនឹងធ្វើដំណើរទៅជម្រៅគួរឲ្យភ័យខ្លាចនេះនៃ Challenge Reef ដែលមានជម្រៅ 11035 ម៉ែត្រជាចំណុចជ្រៅបំផុតនៅលើភពផែនដីប្រវត្តិនិងទីតាំងភូមិសាស្ត្រ Mariana Trench មានប្រវែងជាង 2550 គីឡូម៉ែត្រនិងមានជម្រៅមធ្យម 69 គីឡូម៉ែត្រវាស្ថិតនៅភាគខាងកើតនៃកោះ Mariana នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកជិតកោះ Guam រណ្ដៅនេះត្រូវបានរកឃើញដំបូងដោយអ្នករុករកសមុទ្រជនជាតិអង់គ្លេស HMS Challenge ក្នុងឆ្នាំ 1875 ប៉ុន្តែចំណុចជ្រៅបំផុតរបស់ Challenge Reef មិនត្រូវបានវាស់វែងយ៉ាងត្រឹមត្រូវរហូតដល់ទសវត្សរ៍ឆ្នាំ 1950 រណ្ដៅនេះកើតឡើងនៅកន្លែងដែលផ្លាត់សមុទ្រប៉ាស៊ីហ្វិកចូលទៅក្រោមផ្លាត់ Philippine Sea នៅតំបន់ដែលគេហៅថា Subduction Zone ដំណើរការនេះបង្កើតជារណ្ដៅដ៏ជ្រៅដែលយើងស្គាល់ថា Mariana Trench លក្ខណៈរូបសាស្ត្របើយើងចុះទៅជម្រៅនៃ Mariana Trench យើងនឹងជួបប្រទះនឹងលក្ខខណ្ឌដែលពិបាកខ្លាំងឬធ្ងន់ធ្ងរខ្លាំងដូចជាសម្ពាធខ្ពស់សីតុណ្ហភាពទាបនិងភាពងងឹតដ៏ខ្លាំងជាដើមសម្ពាធទឹកខ្ពស់ខ្លាំងប្រហែល 1086 បាឬ 16000 ផោនក្នុង1អ៊ីងការ៉េស្មើនឹងមនុស្សម្នាក់ត្រូលឡានចំនួន100គ្រឿងសីតុណ្ហភាពទាបប្រហែល 1 ទៅ 4 អង្សាសេភាពងងឹតគ្មានពន្លឺព្រះអាទិត្យប្រភពប្រេងកម្ដៅ Hydrothermal Vents បង្កើតជាប្រព័ន្ធអេកូឡូស៊ីដ៏ពិសេសសកម្មភាពភ្នំភ្លើងក្រោមសមុទ្រនិងចលនារំជួយផែនដីប្រព័ន្ធអេកូឡូស៊ីនេះមានលក្ខណៈពិសេសពីព្រោះវាស្ថិតនៅក្រោមលក្ខខណ្ឌដ៏ពិបាកបំផុតនៅលើភពផែនដីជីវិតនិងជម្រកសមុទ្រទោះបីមានលក្ខខណ្ឌធ្ងន់ធ្ងរបែបនេះក៏ដោយ Mariana Trench នៅតែជាជម្រកឬរំនៅឋានភាវៈរស់ដ៏អស្ចារ្យជាច្រើនសត្វទាំងនេះបានវិវត្តដើម្បីអាចរស់បានក្នុងលក្ខខណ្ឌដ៏សមស្របតាមស្ថានភាពត្រីបាឡែន Marina ឬ Marina Snailfish ជាសត្វឆ្អឹងកងដែលរស់នៅជម្រៅជ្រៅបំផុត Xenophi Forest គឺជាសត្វដែលមានកោសិកាតែមួយដ៏ធំដែលមានទំហំស្មើនឹង Martinis Amphipods ស្រដៀងគ្នាទៅនឹងបង្គាតូចៗប៉ុន្តែវាមានទំហំធំជាងប្រភេទដែលរស់នៅជិតផ្ទៃទឹកពួកវាអាចធំដល់ទៅ10 សង់ទីម៉ែត្រខណៈដែលប្រភេទនៅជិតផ្ទៃទឹកមានទំហំប៉ុនក្រចកដៃតែប៉ុណ្ណោះបាក់តេរី Extremophilus រស់នៅបានដោយគ្មានពន្លឺព្រះអាទិត្យហើយពឹងផ្អែកទៅលើសារធាតុគីមីសម្រាប់ជាថាមពល Jumbo Octopus មានត្រចៀកដូចដំរីនិងរាងដូចឆ័ត្រត្រី Anglerfish មានពន្លឺជីវសាស្ត្រផ្ទាល់ខ្លួនដើម្បីទាក់ទាញចំណីរបស់វាអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺមានសត្វថ្មីៗត្រូវបានរកឃើញនៅរាល់ពេលដែលមនុស្សចុះទៅស្រាវជ្រាវនៅជម្រៅនេះសត្វទាំងនេះបង្ហាញឲ្យឃើញពីភាពអស្ចារ្យនៃការសម្របខ្លួននៅនឹងបរិស្ថានដ៏ពិបាកការស្រាវជ្រាវនិងរុករកការរុករក Mariana Trench គឺជាបញ្ហាប្រឈមបច្ចេកទេសដ៏ធំមួយមានការចុះទៅជម្រៅដ៏សំខាន់ពីរប៉ុណ្ណោះដែលមនុស្សបានទៅដល់បាតនៃ Challenge Reef ទី1ឆ្នាំ 1960 Jacques Piccard និង Don Wells បានចុះទៅដល់បាតសមុទ្រដោយប្រើ Bathscape Trap ទី2ឆ្នាំ 2012ផលិតករភាពយន្ត James Cameron បានចុះទៅជម្រៅនេះជាមួយនឹងនាវាមុជទឹក Deep Sea Challenger បន្ថែមលើពីនេះកាលពីថ្មីៗនេះមានយានមុជទឹកដោយគ្មានមនុស្សបើកដូចជា Nereus Kaiko និង Limiting Factor ក៏បានចុះទៅកាន់ជម្រៅនេះដែរយានទាំងនេះបានប្រមូលទិន្នន័យដ៏មានតម្លៃនិងរូបភាពនៃបរិស្ថានដ៏កម្រនេះបច្ចុប្បន្ននេះការសិក្សានៅលើ Mariana Trench បានបង្ហាញឲ្យឃើញពីវត្តមាននៃការបំពុលសំរាមផ្លាស្ទិកសូម្បីតែនៅជម្រៅជ្រៅបំផុតនៃមហាសមុទ្រក៏ដោយវិទ្យាសាស្ត្រនិងសេចក្តីសន្និដ្ឋានហេតុអ្វីបានជា Mariana Trench មានសារៈសំខាន់សម្រាប់វិទ្យាសាស្ត្ររាវរកថាមពលអ្វីដែលអាចរកឃើញនៅបាតសមុទ្រអាចឲ្យយើងយល់ដឹងកាន់តែច្បាស់អំពីកំណើនជីវិតនៅលើភពផែនដីការសិក្សាអំពី Extremophilus អាចផ្ដល់ព័ត៌មានដល់ការស្វែងរកជីវិតនៅលើភពផ្សេងៗទៀតការយល់ដឹងអំពីចលនាផ្លាកតិកតូនិកអាចជួយឲ្យយើងព្យាករណ៍ការរំជួយផែនដីនិងស៊ូណាមីបច្ចេកទេសនៃការបង្កើតឡើងសម្រាប់ការរុករកជម្រៅសមុទ្រអាចត្រូវបានទៅអនុវត្តក្នុងវិស័យផ្សេងៗការរុករកសារធាតុគីមីថ្មីៗ
និងមូលគុណវិទ្យាសាស្ត្រអាចនាំទៅរកឱសថនិងការស្រាវជ្រាវថ្មី Marina Trent រំលឹកយើងថានៅមានផ្នែកជាច្រើននៃភពផែនដីដែលយើងមិនទាន់បានរុករកនៅឡើយមហាសមុទ្រជ្រៅរបស់យើងគឺជាពិភពដ៏អាថ៌កំបាំងមួយដែលអាចបង្កប់នូវចម្លើយជាច្រើនសម្រាប់អនាគតរបស់យើងទាំងលើផែនដីនិងទាំងសម្រាប់ការស្វែងរកពីចក្រវាឡរបស់យើងខណៈដែលយើងបន្តការស្រាវជ្រាវនៅកន្លែងដ៏លំបាកនិងប្រឈមនេះយើងគួរតែចងចាំថាការការពារនិងរក្សាកន្លែងដ៏ពិសេសនេះគឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នាបាទសូមអរគុណចំពោះការទស្សនាវីដេអូនេះហើយប្រសិនបើអ្នកចូលចិត្តសូមជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗទៀតពី Channel របស់យើងសូមអរគុណ